mong trên bị riêng tìm được con sẽ kể đau lên បាទសូមគោរពជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះស៊ូលុនកាវៃឯកទេស ICT អង់គ្លេសមកពីមជ្ឈមណ្ឌលសភូមិភាគខេត្តវិវត្តអញ្ចឹងថ្ងៃនេះខ្ញុំមានបច្ចេកមួយទាក់ទងទៅនឹង Arduino ដែលបច្ចេកនោះឲ្យឈ្មោះថា Arduino Base LED Chaser ដូចជាយើងបានឃើញនៅក្នុងវីដេអូខាងដើមអញ្ចឹងនៅពេលដែលខ្ញុំដាក់ដំណើរការ Arduino ឲ្យវាជាទៅ LED នឹងរត់លេចលើចុះឡើងពីមួយពណ៌ទៅមួយពណ៌ដែលមើលទៅមានលក្ខណៈស្អាតមែនទែនដូចដែលនៅក្នុងវីដេអូខាងដើមហ្នឹងអញ្ចឹងគោលបំណងដែលខ្ញុំធ្វើវីដេអូនេះឡើងខ្ញុំធ្វើបច្ចេកនេះឡើងទាក់ទងទៅនឹង Arduino ហ្នឹងអញ្ចឹងសូមបញ្ជាក់ពី Arduino តិច Arduino ហ្នឹងវាជាប្រទេសអេឡិចត្រូនិកមួយដែលវាប្រៀបដូចទៅនឹងកុំព្យូទ័រខ្នាតតូចមួយដែរដែលវាមានសមត្ថភាពអាចបញ្ជាទៅឧបករណ៍ផ្សេងៗដូចជា LED ព្យាទៅ user ព្យាទៅ sensor ផ្សេងៗតាមរយៈកូដឲ្យឧបករណ៍ទាំងអស់ហ្នឹងធ្វើសកម្មភាពឲ្យមួយតាមតែយើងបញ្ជាតាមរយៈកូដហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាធ្លាប់មើល YouTube ឬក៏អ្នកដែលសិក្សាទាក់ទងទៅនឹង Arduino ហ្នឹងគាត់ធ្លាប់ឃើញវីដេអូនៅក្នុង YouTube ខ្លះដែលគេប្រើ Arduino ហ្នឹងប្រើទៅលើបច្ចេកធំដូចជាខ្លះគេយក Arduino ទៅជា robot ជាទូកជាឡានអីជាដើមប៉ុន្តែសម្រាប់បច្ចេកយើងនេះគឺអត់ទាន់ស៊ីជម្រៅដល់ធំនោះទេយើងគាត់តែសិក្សាទាក់ទងនឹង LED ថាតើយើងអាចឲ្យ Arduino ហ្នឹងវាជា LED បានយ៉ាងម៉េចខ្លះតាមរយៈកូដរបស់យើងអញ្ចឹងដោយតែអ្នកទាំងអស់គ្នាបានឃើញទៅតាមវីដេអូហ្នឹងអញ្ចឹងថានៅពេលដែលខ្ញុំដាក់ដំណើរការកូដវានឹងជា LED ឲ្យវាលេចភ្លើងចុះឡើងដែរមានលក្ខណៈស្អាតមែនទេអញ្ចឹងអ្នកនរគ្នាគាត់ជាឆ្ងល់ហើយថាក្នុងបច្ចេករបស់ខ្ញុំហ្នឹងខ្ញុំប្រើប្រាក់នៅសម្ភារៈឬឧបករណ៍ខ្លះអូខេអញ្ចឹងឧបករណ៍របស់យើងមានមិនសូវជាច្រើនទេដែលយើងអាចរកបាននៅក្នុងប្រអប់ Arduino ស្រាប់ដែលទី1គឺជា Arduino Uno and ហើយទី2នេះហៅថា breadboard ហើយទី3គឺយើងប្រើប្រាស់នៅអំពូល LED តែអំពូល LED នេះយើងប្រើនៅ3ពណ៌មានពណ៌លឿងពណ៌ខៀវហើយនិងពណ៌ក្រហមតែទាំងអស់មានពំពុះ LED បានន័យថាមួយពណ៌យើងប្រើ3តែប៉ុន្តែយើងអាចប្រើអំពូលច្រើនជាងហ្នឹងក៏បានតែដោយសារ breadboard យើងតូចអញ្ចឹងយើងស្រែប្រើត្រឹម9ទៅគឺមកបើសិនជាយើងប្រើច្រើនហ្នឹងវាអាចទៅចង្អៀតអាចមិនដោតទៅវាពេញនឹងចឹងទៅខ្ញុំប្រើត្រឹមតែ9ទេដែលទី3គឺយើងប្រើនៅខ្សែចាំភើហើយនឹងខ្សែធម្មតាខ្សែចាំភើយើងប្រើមួយខ្សែ wire ធម្មតាយើងប្រើ9ទៅតាមចំនួន LED របស់យើងបើសិនជា LED ប្រើច្រើន10 11 12អានេះយើងប្រើខ្សែ wire តាមនឹងទៅហើយនៅចុងក្រោយយើងប្រើនៅ USB cable សម្រាប់តភ្ជាប់ពី Arduino ទៅកុំព្យូទ័ររបស់យើងអូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានសិក្សាអំពីសម្ភារៈដែលប្រើប្រាស់ទៅក្នុងគម្រោងហើយអញ្ចឹងទីទៀតខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការតភ្ជាប់ថាយើងត្រូវតភ្ជាប់ឧបករណ៍មួយយ៉ាងណាហើយយើងត្រូវប្រើប្រាស់កូដបញ្ជាវាយ៉ាងណាឲ្យវាចេញជាលទ្ធផលដូចតែបានបង្ហាញក្នុងវីដេអូក្នុងដែរអញ្ចឹងអូខេអញ្ចឹងទាំងអស់គ្នានេះជារបៀបតភ្ជាប់យើងតម្រៀបឧបករណ៍របស់យើងតាមដំដៅអញ្ចឹងមកអញ្ចឹងមុនដំបូងយើងត្រូវតភ្ជាប់អំពូលរបស់យើងទៅនឹង breadboard សូមបញ្ជាក់ផងដែរបញ្ចូលអំពូលរបស់យើងហ្នឹងមានជើង2ដែលជើងវែងគឺជាជើងបោកហើយនឹងជើងខ្លីគឺជាជើងដកអញ្ចឹងយើងយកខ្លីមកភ្ជាប់ទៅនឹងអាបោកហើយនឹងអាបោកភ្ជាប់ទៅនឹងលេខ1លេខ2ខាងនេះអូខេអញ្ចឹងយើងតឲ្យបានគ្រប់9អំពូលមកតតាមលំនាំដូចគ្នាបានន័យថាជើងម្ខាងយើងជាប់ទៅខាងដកហើយនឹងសល់ជើងម្ខាងទៀតបោកយើងតមកខាងនេះហើយខ្ញុំសូមតលឿន
ចឹងបន្ទាប់ពីយើងតអំពូលរបស់យើងទៅតាមជើងនីមួយៗហើយយើងចាប់ផ្ដើមតខ្សែរបស់យើងឲ្យស៊ីទៅនឹងជើងរបស់អំពូលមួយយើងត្រូវតជើងម្ខាងនៃខ្សែទៅនឹងជើងម្ខាងនៃអំពូលហើយម្ខាងទៀតនៃខ្សែយើងត្រូវតទៅនឹង Arduino ទៅតាមលេខ pin របស់វាយើងចាប់ផ្ដើមចេញពី pin ទី1ទៅបន្ទាប់ពីយើងតជើងនីមួយៗរបស់អំពូលហើយយើងមានខ្សែមួយទៀតគឺខ្សែ jumper អញ្ចឹងយកខ្សែ jumper របស់យើងមកដោតភ្ជាប់ទៅនឹងជើងម្ខាងនៃតួដកហើយនឹងម្ខាងទៀតយើងដកទៅនឹង pin ground អូខេជាចុងក្រោយយើងគ្រាន់តែភ្ជាប់ខ្សែម្ខាងនៃ USB cable ទៅនឹង Arduino ហើយនឹងម្ខាងទៀតទៅនឹងកុំព្យូទ័រជាការស្រេចអូខេអញ្ចឹងបន្ទាប់ពីយើងដោតខ្សែម្ខាងទៅនឹង Arduino ហើយយើងដោតខ្សែម្ខាងទៀតទៅកុំព្យូទ័ររបស់យើងហើយដើម្បីដំណើរការបានគឺយើងមានកូដដែលនេះគឺជាកូដអញ្ចឹងនៅពេលដែលខ្ញុំចុច run កូដអញ្ចឹងទៅអំពូលយើងនឹងចាប់ផ្ដើមដំណើរការហើយវានឹងរត់ចឹងដោយដែលទាំងអស់គ្នាបានទស្សនារួចមកហើយនៅវីដេអូដែលបញ្ជាក់ពីលទ្ធផលនៃគម្រោងរបស់យើងឃើញថាគម្រោងរបស់យើងពិតជាដំណើរការទៅបានដោយរលូនទៅតាមការដែលយើងបញ្ជាឲ្យ Arduino បញ្ជាទៅ LED ឲ្យវារត់ភ្លើងចូលឡើងឆ្លងដេញពណ៌គ្នាដែលមើលទៅមានលក្ខណៈស្អាតមែនទែនអញ្ចឹងបន្ទាប់ពីការដែលជោគជ័យនៅគម្រោងនេះមិនមែនប៉ុន្តែយើងក៏មាននៅចំណុចខ្លាំងនិងចំណុចខ្សោយមួយចំនួនដែលតាក់ទងទៅនឹងគម្រោងរបស់ Arduino យើងផងដែរដែលទី1ចំណុចខ្លាំងគឺថាដោយសារតែគម្រោងយើងវាមានលក្ខណៈសាមញ្ញវា simple អញ្ចឹងសម្ភារៈដែលយើងប្រើឬក៏ឧបករណ៍ផ្សេងដែលតាក់ទងទៅនឹងគម្រោងរបស់យើងគឺវាងាយស្រួលរកងាយស្រួលដំឡើងដែលយើងអាចរកបាននៅក្នុងប្រអប់ Arduino ដែលមានស្រាប់តែមានដូចជា Arduino ខ្សែ USB cable ខ្សែ jumper អំពូល LED ហើយនិង breadboard ជាដើមហើយនឹងទី2គឺដោយសារតែវាងាយស្រួលដំឡើងហើយវាមានលក្ខណៈសាមញ្ញងាយស្រួលរៀនងាយស្រួលយល់អញ្ចឹងធ្វើឲ្យសិស្សានុសិស្សឬក៏អ្នកដែលចង់សិក្សាអំពី Arduino គាត់មានអារម្មណ៍ចាប់អារម្មណ៍ទៅលើគម្រោងរបស់យើងព្រោះវាមានលក្ខណៈសាមញ្ញធ្វើឲ្យគាត់ងាយស្រួលយល់បើសិនជាយើងធ្វើលក្ខណៈស្មុគស្មាញបាក់ពេកគាត់ពិបាកយល់អានឹងគាត់មិនសូវជាចាប់អារម្មណ៍ទៅតាមនឹងដែរអញ្ចឹងបើយើងធ្វើចាប់ពីកម្រិតទាបទៅកម្រិតអានឹងធ្វើឲ្យទាក់ទាញនៅការចាប់អារម្មណ៍របស់គាត់ធ្វើឲ្យគាត់ចង់សិក្សាអំពីវាថែមតទៅទៀតហើយចំណុចខ្សោយក៏មានមួយចំនួនដែរដូចជាទី1ដោយសារតែ breadboard យើងតូចអញ្ចឹងមិនដោយសារតែ breadboard តូចធ្វើឲ្យអំពូល LED របស់យើងមិនអាចដាក់បានច្រើនទេបើសិនជាយើងអាចដាក់បានច្រើនយើងអាចតម្រៀបវាទៅជារូបរាងផ្សេងទៅតាមការចង់បានរបស់យើងឲ្យវាមានលក្ខណៈរស់រវើកជាងមុនតែដោយសារ breadboard តូចយើងដាក់អំពូល LED មានកំណត់ហើយចំណុចទី2គឺថាដោយសារតែ breadboard តូចផងដែរអញ្ចឹងធ្វើឲ្យការដែលយើងដាក់អំពូល LED ការតភ្ជាប់ខ្សែទាំងប្រមាណទៅលើ breadboard តែមួយវាធ្វើឲ្យសកម្មភាពរបស់ breadboard របស់យើងឬក៏របស់គម្រោងរបស់យើងក៏វាថយចុះទៅតាមនឹងដែរបានន័យថាយើងរៀបខ្សែច្រើនទៅវាធ្វើឲ្យវាញ៉ែញ៉ៃវាបាត់សកម្មភាពទៅនឹងគម្រោងរបស់យើងនឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយគម្រោងរបស់យើងវាបានជោគជ័យវាផ្ដល់បទពិសោធន៍ឬក៏ផ្ដល់ជាមេរៀនមួយដល់ខ្ញុំឬក៏ដល់អ្នកដែលសិក្សាតាក់ទងទៅនឹង Arduino នឹងឲ្យគាត់ចាប់អារម្មណ៍ចង់សិក្សាតាក់ទងទៅនឹង Arduino ទៅថាតើ Arduino មានសមត្ថភាពអាចបញ្ជាអីបានខ្លះទៀតក្រៅពីអំពូលថា Arduino អាចបញ្ជា sensor ឬក៏បញ្ជាអីបានមួយចំនួនផ្សេងទៀតឬក៏អាចធ្វើការងារផ្សេងទៀតទៅតាមការបញ្ជារបស់យើងអាហ្នឹងវាធ្វើឲ្យអ្នកសិក្សាឬក៏សិស្សានុសិស្សគាត់ចាប់អារម្មណ៍កាន់តែខ្លាំងទៅនឹង Arduino បានន័យថាឲ្យគាត់ចាប់អារម្មណ៍សិក្សាអំពីចំណុចតូចទៅចំណុចធ
thôngต่อទៀតចឹងជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលទស្សនាតាក់ទងទៅនឹងគម្រោងរបស់ខ្ញុំអំពីការរៀបចំនិងបង្ហាញពីលទ្ធផលនិងចំណុចផ្សេងៗទៀតតាក់ទងទៅនឹងគម្រោងតាំងពីដើមដល់ចប់អញ្ចឹងសូមអរគុណសូមជម្រាបលា